ហើយទី5ចុងក្រោយគឺការស្រាវជ្រាវនៅលើអ៊ីនធឺណិតជាមួយនឹង AI អញ្ចឹងសម្រាប់ការស្រាវជ្រាវលើអ៊ីនធឺណិតគឺខ្ញុំគិតថាជាអស់ខុសតិចមែនតើមកព្រោះយើងអស់លុយតែអ៊ីនធឺណិតទេព្រោះពេលខ្លះយើងផឹកកាហ្វេមួយកែវយើងទៅអង្គុយនៅកាហ្វេគេក៏យើងអាចស្រាវជ្រាវពេលខ្លះយើងមានអ៊ីនធឺណិត free នៅសាលានៅអីទៀតត្រូវតែល្អអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអាចសិក្សាតាមអ៊ីនធឺណិតដោយខ្លួនឯងក៏វាជាជំរើសមួយដែរហើយក៏វាជាជំរើសបន្ថែមដូចសភៅអញ្ចឹងមិនន័យថាទោះបីជាយើងរៀននៅសាកលហើយរៀនជាមួយគ្រូហើយទិញវីដេអូមេរៀនក៏យើងអាចនៅតែអាចស្រាវជ្រាវលើអ៊ីនធឺណិតបន្ថែមព្រោះយើងមាន case study ល្អៗជាច្រើនបាទរាប់ម៉ឺនរាប់សែន case study ការចែករំលែកល្អៗជាច្រើនដែលវា free អត់គិតថ្លៃនៅលើអ៊ីនធឺណិតហើយក៏យើងអាចឥឡូវនេះសិក្សាជាមួយ AI បានដែរឃើញ AI ក៏វាល្អដែរព្រោះវាអាចរៀបចំមេរៀនដែលវាត្រូវជាមួយអ្វីដែលយើងចង់បានហ្មងរៀបចំផែនការមេរៀនហើយយើងអាចឲ្យវាទៅលម្អិតទាំងចំណុចណាដែលយើងចង់បានហ្នឹងស៊ីជម្រៅប៉ុណ្ណាក៏វាអាចជួយយើងបានវាអាចបញ្ចូលយើងឲ្យងាយយល់សាមញ្ញជា simple term បានទៀតនិយាយទៅយើងងាយស្រួលបត់បែនច្រើនណាស់ឥឡូវហ្នឹង